ប្រវត្តិរូបសំណាកសេរីភាពឬ The State of Liberty របស់សហរដ្ឋអាមេរិក The State of Liberty គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ1875ដល់ឆ្នាំ1884នៅក្នុងពេលសាងសង់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះតើមានមនុស្សស្លាប់ចំនួនប្រមាណអ្នករូបសំណាក The State of Liberty មានទីតាំងស្ថិតនៅលើកោះ Liberty នៅទីក្រុង New York ដោយយកគំរូតាមផ្ទះទេពី Nevada ដែលជាទីតាំងសេរីភាពនៅក្នុងវប្បធម៌រ៉ូម៉ាំងបុរាណរូបសំណាកនេះចូលពំលើចតុកោណមួយដែលមានខ្លួនកម្ពស់3ថ្នាក់តាមលំដាប់ខណៈរូបសំណាកទាំងមូលមានកម្ពស់ចំនួន46ម៉ែត្រក្បាលជុតត្រណាក់និងពាក់មុខបញ្ចេញជាស្បែកកំពីដៃម្ខាងមានប្រវែង 12.8 ម៉ែត្រខណៈដៃខាងស្ដាំកាន់គប់ភ្លើងលើកកម្ពស់យ៉ាងខ្ពស់ចំណែកឯដៃខាងឆ្វេងកាន់សៀវភៅយ៉ាងធំនៅក្បាលដោយនៅលើកម្រិតសៀវភៅនោះមានសរសេរឃ្លាថា4កក្កដាឆ្នាំ1776ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រពអង់គ្លេសចំពោះការកសាងដំបូងឡើយគេបានត្រៀមពំពីលើគ្នាចំនួន214ផ្ទាំងក្រោយមកគេក៏ទំនាបពីដាក់ពីលើគ្នាដែលមានកម្ពស់ដល់ទៅជាង93ម៉ែត្រដែលវោពីដីឡើងទៅលើបន្ទាប់មកគេក៏ចាក់ស្របស្ពាន់បោឲ្យតងចំនួន32តោននៅក្នុងពុំទាំងនោះរីក៏ភ្លើងខាងលើគេប្រើអំពូលពណ៌បៃតងនិងមានចណ្ដើមួយចំនួន162កាំសម្រាប់ឡើងទៅគយគន់ទស្សនីយទីក្រុងញូវយ៉កនិងជួបសម្បត្តិនៅជុំវិញនេះវិស្វករជាតិបារាំងម្នាក់ឈ្មោះ Frederick August Pascal ដែលជាអ្នកឆ្លាក់រចនាចម្លាក់ដ៏ល្បីល្បាញនេះឡានៅក្នុងនោះប្រមាណជាង 1000 នាក់ក៏បានចូលរួមសាងសង់តំណនេះផងដែរសូមជំរាបថាស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់ប្រមាណ$700,000 អាមេរិកនៅក្នុងបទសម្ពោធជាផ្លូវការនៅថ្ងៃទី28 កក្កដាឆ្នាំ1986